របៀប install font ខ្មែរ250 font យើងមុនដំបូងយើង download កម្មវិធី Sachiver ជាកម្មវិធីដែលយើង extract font បានក្រោយមកយើងចូល QR ហើយយើង scan កន្លែងនេះយើង scan download font អូខេតប download ហើយយើងរងចាំបន្តិចអូខេបន្ទាប់មកយើង select all font យកពាក្យថា copy ជ្រុំកន្លែងជ្រុំអូខេបន្ទាប់មកយើងចូលយើង pass font ក្នុង WPS យើងចូល Android data WPS show hidden file បន្ទាប់មកយើងចុចដើម្បី show hidden file កន្លែងនេះបន្ទាប់មកយើងឃើញចុចខាច់មានសញ្ញាចុចឲ្យខាច់នេះយើងចូលហើយយើងចូល King Source បន្ទាប់មកយើងយកពាក្យ font បន្ទាប់មកយើង pass 200 font នឹងចូលអូខេ font បានចូលហើយអញ្ចឹងយើងចង់ទៅតេស្តនៅ WPS យើងយក file Word មកហើយយើងវាយពាក្យយើង select វាហើយយើងចង់តេស្តថា font នឹងវាដើរអត់ខំទៀតអូខេមានទាំងអស់200 font យើងអាក្បាលធំយើងចង់ដូរទៅជា font KX បាត់ដំបងអូខេឥឡូវវាដូរទៅបាត់ដំបង